ចំការចន្ទីបងប្អូនត្រូវការលក់ម្ចាស់បានតែងដើមឲ្យរួចជាស្រេចអស់ហើយឆ្នាំតមិញប្រមូលផលបានច្រើនណាស់តម្លៃលក់វិញគឺ$7,500ក្នុងហិកតាចម្លោះពីដើមមួយទៅដើមមួយគឺមានចម្លោះប្រហែលជាខ្ទង់6ម៉ែត្រណាបងប្អូនក្បាលជាប់នឹងផ្លូវទទឹង6ម៉ែត្រក្បាលណាទទឹង6ម៉ែត្រក្បាលជាប់ផ្លូវនឹងប្រវែងចូល150ម៉ែត្រឯណោះក្បាលជាប់ផ្លូវណាទីតាំងក្បែរនឹងព្រំប្រទល់ខេត្តប៉ៃលិនរបស់យើងស្ថិតនៅភូមិតាក្រក់ឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបងចម្ងាយពីផ្លូវជាតិលេខ57គឺមានចម្ងាយប្រហែលជាខ្ទង់3គីឡូបាទហ្នឹងហើយចម្ងាយណាចំណែកដើមវិញពេញធ្វើតែម្ដងហ្នឹងហើយនេះបងប្អូនអើយទិដ្ឋភាពកាត់ស្មៅបានយ៉ាងស្អាតងាយស្រួលនឹងមើលឃើញច្បាស់ចំណែកឯលបាយដីនេះបងប្អូនលបាយដីខ្មៅក្រឹបលបាយដីស្អាតលបាយដីល្អមើលតដើមមកដឹងបងប្អូនណាដើមណាបាទហ្នឹងហើយបងប្អូនបើនិយាយអំពីចំនួនដើមវិញណាគឺមានចំនួន1650ដើមឯណោះបាទទំហំជិត5ហិកតាខ្វះបន្តិចបន្តួចគឺ5ហិកតាតម្លៃ$7,500ក្នុង1ហិកតាចំពោះឯកសារវិញគឺខ្ញុំបានដាក់នៅក្នុងខមមិនណាឯកសារក៏ដូចជារូបរាងដីដាក់នៅក្នុងខមមិនងាយស្រួលមើលថាតម្រង់ដីហ្នឹងវាមានរាងដូចម្ដេចចឹងណាបាទនេះស្ថានភាពផ្លូវវារាងជាពិបាកបន្តិចហើយនៅក្នុងខែវស្សាណាបងប្អូនតែបើខែប្រាំងអត់អីទេហើយបើយើងចុះពីអាផ្លូវលំតិចខ្ញុំបាទនឹងថតផ្លូវលំឲ្យមើលចម្ងាយប្រហែលជាខ្ទង់1គីឡូឯងរឿងពិបាក1គីឡូណាបងប្អូនតែដឹងស្រាប់ហើយចំការបើសិនជាផ្លូវស្រួលក៏មិនមានតម្លៃក្នុងតម្លៃមួយនឹងដែរណាបងប្អូនណាឯកសារប្លង់រឹងបាទហ្នឹងហើយបើសិនយើងគិតចម្ងាយពីផ្លូវលំនេះមានចម្ងាយប្រហែលជាខ្ទង់1គីឡូបាទនេះចុះទៅតាមផ្លូវហ្នឹងណាបងប្អូនណាហើយផ្លូវលំមួយខ្សែនេះគឺសំដៅទៅផ្លូវជាតិលេខ57ផ្លូវលំមួយខ្សែហ្នឹងណាសូមអរគុណច្រើនបាទសូមអរគុណ